ในขนมชาติ Messenger Facebook ในពេលដែលយើងអានសារមួយចប់គឺវាចេញពី read មែនទេមានចេញសញ្ញាភ្នែកបានន័យថាមួយខាងទៀតដឹងថាយើងអានចប់ហើយតែឥឡូវនេះអ្នកនរគ្នាអាចបិទប៊ូតុងនេះបានមានកលឹះមួយចុចបិទអ្នកម្ខាងទៀតគឺអត់ដឹងថាយើងអានទេតែក៏ពិតយើងអានចប់ហើយនឹងមួយទៀតគឺយើងអាចបិទការវាយពីមុនមកពេលដែលយើងវាយអក្សរនៅលើឆាត Facebook គឺវា load typing មែនទេតែឥឡូវនេះអ្នកគ្នាអាចបិទប៊ូតុងនឹងបានពេលដែលបិទហើយនៅពេលដែលអ្នកគ្នាវាយអក្សរម្ខាងទៀតអត់ដឹងថាយើងវាយទេហើយនៅពេលដែលយើងអានចប់ក៏ម្ខាងទៀតអត់ដឹងថាយើងអានដែរព្រោះអត់ចេញសញ្ញាភ្នែកសញ្ញា read ដូចមុនទៀតទេអញ្ចឹងបើសិនជាអ្នកគ្នាចង់ចេះវិធីនេះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូមួយនេះតោះអញ្ចឹងដើម្បីបិទការមើលឃើញយើងចង់ឲ្យម្នាក់ទៀតមើលឃើញថាយើងអានសារហ្នឹងទេដំបូងយើងចូលមក message ហើយយើងចូលមក profile មួយហ្នឹងឧទាហរណ៍ថាយើងចង់លាក់ម្នាក់ហ្នឹងអត់ឲ្យគេមើលឃើញថាយើងកំពុងអានឬយើងកំពុងតែសេសារហ្នឹងទេណាអ្នកគ្នាចុចលើពាក្យឈ្មោះ profile គេហ្នឹងមកដល់កន្លែងនេះអស់ចុះមើលខាងក្រោមអូយផុតអ្នកគ្នាឃើញកន្លែងភ្នែកនេះគេដាក់ read repeat ឃើញទេនេះឃើញទេគេដាក់កន្លែងសញ្ញាភ្នែកហ្នឹងគេដាក់ read repeat ហ្នឹងអ្នកគ្នាចុចវា on មែនទេយើងចុចលើហ្នឹងមកយើងចុចអាប៊ូតុងនេះបិទកុំឲ្យខៀវអញ្ចឹងអាកន្លែងភ្នែកមើលឃើញហ្នឹងកន្លែង read ហ្នឹងគឺបិទហើយអញ្ចឹងពីទោះបីយើងអានចប់ក៏ម្នាក់ទៀតអត់ដឹងថាយើងអានដែរហើយកន្លែងនេះគឺចុចពាក្យ white typing នេះកន្លែងអក្សរគេដាក់ typing នេះឃើញទេនេះចុចកន្លែងហ្នឹងមកបិទទៀតអញ្ចឹងពេលដែលយើងសរសេរអក្សរឬក៏ពេលដែលយើងអានចប់គឺម្នាក់ហ្នឹងអត់ដឹងថាយើងអានទេវាលែងមានពាក្យ read លែងមានអក្សរភ្នែកមើលឃើញលែងហើយពេលដែលយើងសរសេរអក្សរក៏ម្នាក់ទៀតអត់ដឹងថាយើងសរសេរដែរយើងអានចប់ក៏គេអត់ដឹងដែរអញ្ចឹងអ្នកគ្នាឃើញទេអញ្ចឹងនេះជាវិធីបិទតែប៉ុណ្្នឹងទេហើយមានចង្អុលអីក៏មិននៅខាងក្រោមវីដេអូបានបងប្អូនដែលគាត់ធ្វើការ office ឬក៏គាត់រៀន online អីអញ្ចឹងគាត់អាចដាក់តាមខ្លួនបានដោយសារ model នេះស្រាលគេស្រួលដាក់តាមខ្លួនសំខាន់ថាមពលផ្ទុករហូតដល់ទៅ 20000 ម៉ាស់អញ្ចឹងអ្នកគ្នាអត់បារម្ភរឿងប្រើតិចអស់ទេអ្នកប្រើបានយូរមែនតើហើយរាងស្អាតមានពូភ្លើង LED ខាងក្រោយទៀតអូខេចូលមកដល់យ៉ាងណាដែរបន្ទាប់ពីតាមដានទស្សនាវីដេអូនេះចប់សង្ឃឹមថាបងប្អូនទទួលបាននូវតម្រូវការក៏ដូចជាចំណេះដឹងថ្មីដែលកំពុងស្វែងរកអរគុណមែនតើសម្រាប់ការគាំទ្របើសិនជាបងប្អូនគិតថាមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃសូមចូលរួម share ចែករំលែកចំណេះដឹងនេះបន្តទៀតអរគុណ